ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកឆាអើយនេះបងប្អូនចាឆាផាត់កាផាវចាឆាដូចលើកមុនចឹងបងប្អូនចានេះដោយសារយើងអ្នកធ្វើម្ហូបវិលចុះវិលឡើងមុខម្ហូបដដែលនឹងឯងបងប្អូនទាំងអស់គ្នាចាហើយនេះខ្ញុំមានសាច់ជ្រូកចិញ្ច្រាំចាខ្ញុំចិញ្ច្រាំរួចរាល់អស់ហើយចាហើយនេះម្រះព្រៅរបស់យើងចាហើយនេះសណ្តែកដែលខ្ញុំហាន់រួចចាហើយនេះសល់កាពិប៉ុណ្នេះខ្ញុំដាក់កាពិប៉ុណ្ណឹងណាបងប្អូនដោយសារយើងអស់កាពិហើយចាហើយនេះខ្លាញ់ដែលយើងសល់ពីសាច់ហ្នឹងយើងយកមកចំហៀវវាណាបងប្អូនហើយនេះម្ទេសនេះខ្ញុំអត់បានហាន់ទេដោយសារខ្ញុំឆានេះទុកឲ្យកូនញ៉ាំដែរអញ្ចឹងចាអញ្ចឹងយើងដាក់ក្របអញ្ចឹងទៅចានេះខ្ទឹមចិញ្ច្រាំរបស់យើងចាតើបងប្អូនទាំងអស់គ្នាទៅមើលពីវិធីខ្ញុំធ្វើឆាផាត់កាផាវទាំងអស់គ្នាចាឥឡូវនេះយើងមកធ្វើការចាក់ប្រេងឆារបស់យើងចាយើងចាក់តែបន្តិចបានហើយបងប្អូនចាហើយយើងមកដាក់ខ្លាញ់របស់យើងនេះចាឥឡូវនេះឃើញថាខ្លាញ់របស់ខ្ញុំបានចេញយើងចំហៀវចេញហើយចាឥឡូវយើងមកដាក់ខ្ទឹមចូលចាបន្ទាប់ពីខ្ទឹមយើងក្រហមហើយយើងមកដាក់សាច់របស់យើងចាសាច់នេះដែរយើងរំលីងវាឲ្យឡើងស្ងួតសិនណាបងប្អូនចាឥឡូវយើងធ្វើរំលីងសាច់បានប៉ុណ្នេះហើយចាឥឡូវយើងមកដាក់ស្កររបស់យើងចូលចាខ្ញុំដាក់ស្ករត្នោតណាបងប្អូនចាក៏បងប្អូនអត់មានស្ករត្នោតបងប្អូនដាក់ស្ករក៏បានដែរចាពីរបស់យើងក៏ប៉ុណ្នេះយើងដាក់ទឹកត្រីខ្លះហ្នឹងដោយសារអស់ហើយយើងអត់បានពេញចាហើយនេះខ្ញុំមកដាក់ម្ទេសស្របរបស់យើងចារួចមកចាក់ប្រេងខ្យងរបស់យើងចូលចាហើយយកមកបន្ថែមទឹកត្រីខ្លះចានេះខ្ញុំមកដាក់ឌីកេចូលចាហើយឆានេះដែរយើងអត់ចាំបាច់ដាក់អំបិលទេបងប្អូនដោយសារយើងដាក់កាពិផងហើយនឹងទឹកត្រីផងចឹងចាហើយខ្ញុំមកបន្ថែមទឹកបន្តិចទៅដើម្បីឲ្យវាកុំឲ្យវាកោកពេកចាឥឡូវនេះឃើញថាសាច់របស់យើងបានឆ្អិនរួចរាល់អស់ហើយចាចុងក្រោយយើងដាក់នេះស្បែកគួររបស់យើងចាយើងចាក់ចូលចឹងទៅងាយស្រួលជាងចាយើងច្បល់វាធ្វើម៉េចឲ្យចូលជាតិណាបងប្អូនហើយសណ្តែកនេះយើងកុំឲ្យរលួយពេកចាយើងយកជ្រប់ចាដូចដែលខ្ញុំឆារាល់ដងអញ្ចឹងចាឥឡូវសណ្តែករបស់យើងបានរៀងឃើញថារៀងឆ្អិនហើយចាយើងមកដាក់ម្រះព្រឹករបស់យើងចាឥឡូវឃើញថាឆ្អិនរួចរាល់អស់ហើយចាយើងមកបិទវាហើយចាកុំឲ្យរលួយពេកចាសណ្តែកបើយើងឆារលួយពេកវាអត់ឆ្ងាញ់ហើយខ្ញុំដួសយកដាក់ចានយកទៅហូបណាបងប្អូនចាហើយវីដេអូខ្ញុំអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងទេចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតចាសូមអរគុណបាយបាយ